បាទសួស្តីអ្នកគ្នាឥឡូវយើងមកមើលពីការបំលែងពីសំឡេងឲ្យទៅជាអក្សរបាទអញ្ចឹងអ្នកគ្នាចង់និយាយជាភាសាខ្មែរហើយឲ្យវាវាយចេញជាអក្សរខ្មែរដើម្បីយើងងាយស្រួលក្នុងការ copy យកបាទអូខេអញ្ចឹងអ្នកគ្នាត្រូវចូលទៅកាន់ website មួយបាទដែលអាចបំលែងពីសំឡេងរបស់អ្នកគ្នាទៅជាអក្សរបាទអញ្ចឹង website នេះខ្ញុំនឹងទម្លាក់នៅក្នុង description នៃវីដេអូបាទអូខេអ្វីដែលអ្នកទាំងអស់គ្នាត្រូវការទៀតគឺ microphone បាទអញ្ចឹងអ្នកគ្នាត្រូវដោត microphone ចូលទៅកាន់ PC របស់យើងបាទអញ្ចឹងយើងដោតហើយយើងចុចអាកន្លែងរូប microphone នេះមកបន្ទាប់មកយើងធ្វើការនិយាយមកបាទអញ្ចឹងយើងឃើញថានៅពេលដែលយើងធ្វើការនិយាយទៅវានឹងធ្វើការបកប្រែចេញជាអក្សរខ្មែរយើងហើយបាទអញ្ចឹងយើងចង់ប្រើយើង copy all ចុច OK មកយើងនឹងអាច copy text នេះយកទៅប្រើហើយបាទអញ្ចឹងវាងាយស្រួលដល់យើងសម្រាប់ធ្វើការសម្រាយរឿងបាទអញ្ចឹងឥឡូវយើងចូលទៅបើក clip charm មកបាទអញ្ចឹងយើងយកអក្សរទាំងអស់ហ្នឹងទៅបង្កើតជាសាច់រឿងបាទអូខេឥឡូវយើងចុច try it មកបាទអញ្ចឹងយើងនឹងដល់កន្លែង edit អីបាទអញ្ចឹងឥឡូវនេះអ្នកគ្នាធ្វើការ upload វីដេអូមួយមកបាទអញ្ចឹងយើងចូលកន្លែង file នេះបាទរួច import media បាទអញ្ចឹងយើងជ្រើសរើសយកវីដេអូណាមួយមកបាទយើងចុច open បាទបន្តទៀតអ្នកគ្នាធ្វើការអូសចូលមកកន្លែងនេះមកបាទអូខេអញ្ចឹងកន្លែងនេះយើងអាចធ្វើការដាក់នៅសម្រាយរបស់យើងបានហើយឥឡូវខ្ញុំកាត់នៅកន្លែងណាដែលគេអត់និយាយគ្នាចេញបាទអូខេឥឡូវខ្ញុំកាត់យកប្លង់មួយនេះបាទអញ្ចឹងយើងចុចរូបកត្រៃនេះមករួចយើង right click យកវាថា delete បាទអញ្ចឹងបើសិនអ្នកគ្នាចង់ដាក់ text នៅកន្លែងណាបាទអ្នកគ្នាចូលមកកាន់នេះកន្លែង record នេះយកពាក្យថា text to speech ដាក់ប៉ុណ្ណឹងបានហើយអ្នកគ្នាចុចបរិចមើលសិនបាទអូខេបន្ទាប់មកអ្នកគ្នាត្រូវដាក់អត្ថបទនេះជាតួអង្គខ្មែរបាទហើយនេះតួអង្គប្រុសបាទពិសិដ្ឋហ្នឹងបាទអញ្ចឹងយើងត្រូវដាក់ text កន្លែងនេះដើម្បីឲ្យនិយាយបាទអញ្ចឹងបើយើងអត់ចេះវាយជាភាសាខ្មែរទេយើងអាចប្រើកម្មវិធីយើងដើម្បីជំនួយបាទឥឡូវយើងធ្វើការ delete ចេញសិន干什么呢？ហើយអញ្ចឹងយើងឃើញថាកន្លែងនេះវាធ្វើការនិយាយអញ្ចឹងអ្នកគ្នាធ្វើការនិយាយមកបាទយើងចុចកន្លែងហ្នឹងមកឈប់សិនតើអ្នកមកទីនេះដើម្បីអ្វីបាទអញ្ចឹងយើងអាច copy clear នេះយកទៅប្រើប្រាស់បានហើយបាទអូខេអញ្ចឹងយើង copy មកបន្តមកអ្នកគ្នាដាក់នៅកន្លែងនេះបាទអញ្ចឹងយើងត្រូវអ្នករើស language ជាភាសាខ្មែរយកតួអង្គពិសិដ្ឋបាទរួចយើងចុច pass មកបាទអញ្ចឹងយើងចុច save មក text ហ្នឹងនឹងរត់ចូលកន្លែងសម្រាយហើយបាទឈប់សិនតើអ្នកមកទីនេះដើម្បីអ្វីបាទអញ្ចឹងអ្នកគ្នាធ្វើការសេរីវាមិនឲ្យត្រូវជាមួយសាច់រឿងឈប់សិនតើអ្នកមកទីនេះដើម្បីអ្វីឈប់សិនតើអ្នកមកទីនេះដើម្បីអ្វីបាទអញ្ចឹងយើងបន្ថែមការនិយាយទៀតយើងចុចចូល website យើងរួចយើងចុច delete ពាក្យចាស់ចោលទៅបាទរួចយើងនិយាយពាក្យថ្មីចូលមកបាទអញ្ចឹងដើម្បីបន្ថែមអ្នកគ្នាចុចកន្លែងរូប record យកពាក្យថា text to speech បាទអញ្ចឹងវានឹងបន្ថែមមួយទៀតហើយអ្នកគ្នាធ្វើការ pass មកបាទអូខេអញ្ចឹងយើងចុចsave មកឈប់សិនតើអ្នកមកទីនេះដើម្បីអ្វីបាទខ្ញុំមកទីនេះដើម្បីជួបបាទអញ្ចឹងបើស្ដាប់ទៅរៀងឆ្កងអ្នកនរគ្នាធ្វើការរំកិលរហូតដល់ត្រូវបាទអញ្ចឹងយើងព្យាយាមកែកុនវាឈប់សិនតើអ្នកមកទីនេះដើម្បីអ្វីបាទខ្ញុំមកទីនេះដើម្បីជួបលោកហាងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ
បាទអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការបន្ថែម clear មួយទៀតអ្នកទាំងអស់គ្នាចង់time skip ថ្មីយើងចុចកន្លែងរូប record មកយក text to speech បាទអញ្ចឹងយើងបន្ថែមអត្ថបទថ្មីមកបាទអញ្ចឹងយើងត្រូវតាសេរីបាទសេរីវាឲ្យត្រូវនឹងមាត់របស់តួអង្គនិយាយជាមួយនឹងសំឡេងហ្នឹង ឈប់សិនតើអ្នកមកទីនេះដើម្បីអ្វីបាទខ្ញុំមកទីនេះដើម្បីជួបលោកហាងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការឈប់សិនតើអ្នកមកទីនេះដើម្បីអ្វីបាទខ្ញុំមកទីនេះដើម្បីជួបលោកហាងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនេះគឺជានាមប័ណ្ណរបស់ខ្ញុំប្រតិបត្តិការនេះប្រតិបត្តិការនេះគឺជានាមប័ណ្ណរបស់ខ្ញុំឈប់សិនតើអ្នកមកទីនេះដើម្បីអ្វីបាទខ្ញុំមកទីនេះដើម្បីជួបលោកហាងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនេះគឺជានាមប័ណ្ណរបស់ខ្ញុំអូខេអញ្ចឹងយើងឃើញថាយើងធ្វើបានល្អហើយបាទអញ្ចឹងអ្នកគ្នានេះវាជាវិធីក្នុងការបំលែងពីសំឡេងទៅជាអក្សរខ្មែរបាទដែលយើងងាយស្រួលក្នុងការប្រើប្រាស់បាទអញ្ចឹងបើបងចង់បានមេរៀនថ្មីអីកុំភ្លេចធ្វើការចុច Subscribe ទៅបាទអញ្ចឹងយើងនឹងទទួលបានមេរៀនថ្មីបន្ថែមទៀតបាទសូមអរគុណច្រើន